ចំពោះបញ្ហា verify document ក្នុង page របស់ខ្ញុំពេលនេះគឺដល់បាន 100% ហើយបងប្អូនដែលមានបញ្ហាដូចខ្ញុំនេះបងប្អូនអាចទៅមើលវីដេអូ post របស់ខ្ញុំលើកមុនណាបងប្អូនបានទើប post ថ្មីនេះទីអញ្ចឹងថ្ងៃនេះខ្ញុំគ្រាន់តែមកសង្ខេបខ្លះតាក់ទងទៅនឹងចំណុចសំខាន់ដែលយើងយកទៅដោះ verify document ហ្នឹងចំណុចទី1បងប្អូននៅពេលដែលចង់ដោះ verify document បងប្អូនត្រូវតែយក account បាទដែលមានឈ្មោះរបស់យើងពិតប្រាកដបាទឈ្មោះដូចទៅនឹងអត្តសញ្ញាណប័ណ្ណថ្ងៃខែឆ្នាំកំណើតដូចទៅនឹងអត្តសញ្ញាណប័ណ្ណសម្រាប់បងប្អូនយើងខ្លះគាត់មាន account បរទេសបាទឈ្មោះអត់ដូចទេបាទឈ្មោះផ្សេងអីផ្សេងអញ្ចឹងទៅអញ្ចឹងបងប្អូនគួរតែកែបាទឈ្មោះបាទបដូរ profile ដាក់មុខរបស់យើងកែថ្ងៃខែឆ្នាំកំណើតឲ្យដូចទៅនឹងអត្តសញ្ញាណប័ណ្ណយើងជាមុនសិនមុនបងប្អូនទៅដោះ verify document បាទអញ្ចឹងត្រូវរៀបចំកន្លែងហ្នឹងឲ្យបានស្អាតជាមុនសិនបងប្អូនណាបាទចំណុចទី2នៅពេលដែលបងប្អូនចូលទៅកាន់ verify document ហ្នឹងគឺវានឹងទាមទារបងប្អូន selfie អញ្ចឹងបងប្អូន selfie បាទងាកមុខទៅឆ្វេងទៅស្ដាំលើក្រោមទៅតាមការទាមទាររបស់ក្រុមហ៊ុន Facebook ទៅបាទអញ្ចឹងនៅពេលដែលបងប្អូន selfie វានឹងផ្ទៀងផ្ទាត់បាទមុខរបស់យើងជាមួយនឹង account របស់យើងដែលយកទៅដោះហ្នឹងតើវាដូចគ្នាអត់បាទហ្នឹងវាផ្ទៀងផ្ទាត់បែបហ្នឹងបន្ទាប់ពីបងប្អូនយើង selfie រួចហើយគឺដល់វគ្គបងប្អូនត្រូវតែធ្វើការ upload អត្តសញ្ញាណប័ណ្ណអញ្ចឹងនៅក្នុងការ upload អត្តសញ្ញាណប័ណ្ណបងប្អូនត្រូវប្រកាសថាអត្តសញ្ញាណប័ណ្ណរបស់យើងពិតជាមានឈ្មោះដូចទៅនឹង account ដែលយើងកំពុងដោះហ្នឹងបាទហើយថ្ងៃខែឆ្នាំកំណើតក៏ត្រូវតែដូចគ្នាផងដែរអញ្ចឹងធ្វើម៉េចបងប្អូនកែបាទ account របស់យើងបាទពីឈ្មោះផ្សេងមកដាក់ឲ្យចំឈ្មោះនៅក្នុងអត្តសញ្ញាណប័ណ្ណហើយថ្ងៃខែឆ្នាំកំណើតដាក់ឲ្យត្រូវគ្នាជាមួយនឹងអត្តសញ្ញាណប័ណ្ណដែលយើងត្រូវធ្វើការថត upload ចូលទៅហើយការថតទៀតសោតគឺបងប្អូនត្រូវថតកន្លែងណាដែលមានពន្លឺគ្រប់គ្រាន់ច្បាស់កុំឲ្យវាចាំងផ្លាតពន្លឺថ្ងៃអីបងប្អូនមើលទៅគឺយើងធ្វើម៉េចថតអត្តសញ្ញាណប័ណ្ណហ្នឹងឲ្យច្បាស់បន្ទាប់មកបងប្អូន submit ចូលទៅចំណុចមួយទៀតគឺតាក់ទងទៅនឹងការ upload bank statement តាក់ទង bank statement នេះក្នុងករណីដូចជារបស់ខ្ញុំគឺខ្ញុំប្រើប្រាស់ bank ABA ដើម្បីទទួលលុយពី Facebook ដូច្នេះខ្ញុំត្រូវយកប្រតិបត្តិការបាទ transfer លុយចេញលុយចូលរបស់ ABA ដើម្បីផ្ញើជូនទៅក្រុមហ៊ុន Facebook បាទអញ្ចឹងវាទាមទារពីរស្លឹកទី1គឺបងប្អូនដាក់ផ្នែកខាងក្បាលបាទក្បាល bank statement ហ្នឹងបងប្អូនដាក់ទៅគឺវាមានឈ្មោះរបស់យើងមានទីកន្លែងរបស់យើងអញ្ចឹងអាហ្នឹងស្លឹកទី1ហើយស្លឹកទី2គឺ bank statement បន្ទាប់អញ្ចឹងទៅអញ្ចឹងបងប្អូនអាចដាក់ទី1និងទី2ដាក់តែពីរទំព័រហ្នឹងបានហើយបាទហើយការទៅយកបាទ bank statement ទៀតសោតបងប្អូនងាយស្រួលទេអត់ពិបាកទេនៅក្នុង app ABA គឺគេអនុញ្ញាតឲ្យយើងចូលទៅ download bank statement ហ្នឹងបាទអញ្ចឹងបងប្អូនអាចចូលទៅឆែកមើលនៅក្នុង YouTube ដាក់ទៅថារបៀប download bank statement ABA ឬក៏ ACD ដែរជាដើមបាទតែកន្លែងនេះខ្ញុំសូមបញ្ជាក់គឺបងប្អូនត្រូវដាក់ bank statement ដែលជា bank ទទួលលុយពី Facebook បាទมันអាចយក bank statement ផ្សេងមកដាក់បានទេវាអាចនឹងការដោះបញ្ហា verify document ហ្នឹងវាអត់ទទួលបានជោគជ័យបាទហើយមួយវិញទៀតអ្នកដែលអាចដាក់ bank ខ្មែរដើម្បីទទួលលុយពី Facebook បានតើតែអ្នកនោះគាត់មាន Rai Manager page របស់គាត់មាន Rai Manager ហើយចំពោះ Rai Manager ហ្នឹងយ៉ាងម៉េចខ្ញុំបាននិយាយនៅក្នុងវីដេអូមុនហើយបងប្អូនអាច search មើលទៅតាក់ទងទៅនឹង Rai Manager ហ្នឹងដោយឡែកសម្រាប់បងប្អូនយើងដែលអត់មាន Rai Manager ច្បាស់ណាស់ពួកគាត់ប្រកាសជាប្រើប្រាស់ bank បរទេសអញ្ចឹងចំពោះ bank បរទេសបងប្អូនខ្លះគាត់ប្រើ Wise បងប្អូនខ្លះគាត់ប្រើ bank ថៃអីជាដើមអញ្ចឹងបងប្អូនត្រូវតែយកបាទ bank statement នៅក្នុង bank ទាំងអស់ហ្នឹងបើសិនបងប្អូនប្រើ Wise បងប្អូនយកបាទ bank statement ចេញពី Wise មកហើយអត់ពិបាកទេបងប្អូន search មើលនៅក្នុង YouTube ទៅរបៀប download bank statement bank Wise តែប៉ុណ្្នឹងមកគឺគេប្រាប់យើងហើយបងប្អូនព្រោះមានបងប្អូនយើងខ្លះគាត់បានបង្ហាញចំណុចហ្នឹងបាទអញ្ចឹងចំណុចសំខាន់គឺមានប៉ុណ្្នឹងដែលកន្លងមកនេះខ្ញុំមិនមែនទៅតែដោះលើកទី1ទេខ្ញុំដោះវា 3-4 ដងហើយជាប់ verify document ហ្នឹងហើយជាក់ស្ដែងលទ្ធផលគឺទទួលបានជោគជ័យ 100% បាទអញ្ចឹងនេះជាបទពិសោធន៍របស់ខ្ញុំទេបងប្អូនយើងមានវិធីសាស្ត្រផ្សេងទៀតបាទសូមជួយចែករំលែកតាមរយៈ comment មកបានអរគុណជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទ